នេះគឺជាបទចុងក្រោយហើយជាចម្លើយរបស់ខ្ញុំដូចគ្នាសូមអ្នកទាំងអស់គ្នាយកដៃដាក់ទៅលើបេះដូងខ្លួនឯងហើយគិតដល់មនុស្សដែលខ្លួនឯងស្រឡាញ់ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាបិទភ្នែកក្នុងរយៈពេល1នាទីបានអត់ថ្ងៃនេះអ្នកទាំងអស់គ្នាបានជ្រើសរើសយកចម្លើយមួយនៅក្នុងចិត្តអ្នកខ្លះជ្រើសរើសយកការដើរចេញអ្នកខ្លះជ្រើសរើសនៅរងចាំតែសម្រាប់ខ្ញុំមិនអាចនិយាយថាខ្ញុំអាចភ្លេចគេបាននេះហើយខ្ញុំក៏មិនអាចនិយាយថាខ្ញុំមិននឹងរងចាំគេរហូតដែរខ្ញុំគ្រាន់តែដឹងថាគេនៅតែជាមនុស្សដែលខ្ញុំស្រឡាញ់តែខ្ញុំត្រូវរៀនរស់ដោយគ្មានគេដូច្នេះខ្ញុំមិនជ្រើសរើសយក move on ហើយខ្ញុំក៏មិនជ្រើសរើសយក hold on ដែរខ្ញុំជ្រើសរើសទទួលយកថាយើងធ្លាប់ជួបគ្នាធ្លាប់ស្រឡាញ់គ្នាហើយទទួលយកថាពួកយើងបែកគ្នាទោះបីជាយើងលែងជាអ្វីនឹងគ្នាពិតមែនប៉ុន្តែមិនមែនមានន័យថាស្នេហាដែលខ្ញុំធ្លាប់មានវារលាយបាត់ដែរហើយចម្លើយរបស់ខ្ញុំនៅពេលនេះគឺខ្ញុំព្រមទទួលគ្រប់យ៉ាងដាំស្នេហាទាំងដឹងថាមិនគប្បីការពិតគឺថ្លៃមានសងសាហាបណ្ដោយចិត្តខំទៅរកស្នេហាមួយដែលមិនសមនឹងការឡើងសមមានខ្ញុំហើយក៏មានគេដឹងច្បាស់ថាផ្លូវនេះមិនទំនេរដឹកនាំខ្ញុំដែរប្រើអារម្មណ៍ជ្រុលមែនទេចុះហេតុអ្វីខ្ញុំតទូគេភ្លេចគិតមុខក្រោយតួខ្ញុំជាតួអង្គបំរុងថងចិត្តមានខ្ញុំក្បត់គេបែបនឹងក៏ឡោដែរខ្ញុំស្ម័គ្រព្រមទទួលគ្រប់បែបយ៉ាងឲ្យតែម្នាក់នោះជាមានហេតុផលវែងជាងលៀងមានអ្នកម្នាក់គឺគ្រប់គ្រាន់ហេតុអ្វីយើងទាំងពីរជ្រុលធ្វើរឿងឆ្កងបើសិនគ្មានគេពាក់ព័ន្ធតើល្អយ៉ាងណាបើយើងពិតស្រឡាញ់គ្នាមិនមិនបន្តរក្សាអារម្មណ៍ល្អបន្តសេចក្តីអ្វីមិនគួរបញ្ចប់ត្រឹមនេះតើអាចបញ្ជាពលិលស្នេហាឡើងវិញតើបានទេនៅបែបណាខ្ញុំស្របតាមមិនថ្មីទេចង់ជើខ្ញុំឬជ្រើសគេតាមសម្រួលទូត្រូវត្រង់ជួយទាំងអូនក៏ខ្ញុំព្រមទទួលសុំតែម្យ៉ាងគុំបែកគ្នាព្រមទទួលគ្រប់បែបយ៉ាងឲ្យតែម្នាក់នោះជាអ្នកគ្មានហេតុផលវែងជាងលៀងមានអ្នកម្នាក់គឺគ្រប់គ្រាន់ហេតុអ្វីយើងទាំងពីរជ្រុលធ្វើរឿងឆ្កងបើសិនគ្មានគេពាក់ព័ន្ធតើល្អយ៉ាងណាបើយើងពិតស្រឡាញ់គ្នាមិនបន្តរក្សាអារម្មណ៍ល្អបន្តសេចក្តីអ្វីមិនគួរបញ្ចប់ត្រឹមនេះតើអាចបញ្ឆេពលិលស្នេហាឡើងវិញ អ
បានទេអរគុណច្រើនអរគុណអ្នកទាំងអស់គ្នាសម្រាប់ថ្ងៃនេះអរគុណអ្នកទាំងអស់គ្នាដែលនៅជាមួយនឹងខ្ញុំរហូតដល់ទំព័របញ្ចប់អរគុណព្រីមៀមឡាយឧត្តមភាពនៃគុណភាព